តាចឹងនេះគ្រូបើកកម្មវិធី Excel ចាបើកកម្មវិធី Excel មកនេះបើតើគ្នាមានកម្មវិធី Excel ទេមានបណ្ដោះអាសន្នយើងប្រើ Google Sheet សិនទៅបើកកម្មវិធី Google Sheet ណាយើងជំនួសឲ្យ Excel ដែរចឹងនៅក្នុង Excel គឺមាន template មានស្រាប់ឲ្យយើងណាគ្រូអាច demo គ្នាយើងខ្លះពីtemplate នេះចឹងយើងនៅគ្រូបង្ហាញ template នេះគ្រាន់តែចង់ប្រាប់ពីសារៈប្រយោជន៍ទៅកាន់គ្នាយើង Excel នេះគឺយើងអាចប្រើប្រាស់នៅក្នុងការធ្វើជា planning time management របស់យើងសម្រាប់ក្រុមការងាររបស់យើងយើងដាក់ deadline ថាការងារមួយហ្នឹងត្រូវផុតថ្ងៃណាចាមាន issue អីអត់ចាយើងអាចមើលតាម graph ហ្នឹងបាទអាហ្នឹងគេរៀបចំឲ្យយើងឲ្យស្រាប់ណា schedule មួយទៀតតើកម្មវិធី Excel ហ្នឹងគឺជាអីដែលឆ្លើយនឹងសំណួរយើងត្រូវតែឆ្ងល់ពេលដែលយើងរៀនរបស់នឹងយើងត្រូវមានសំណួរឆ្ងល់ខ្លួនឯងណាតែចូលតែនិយាយថា what why when and how what is Excel ចោលសំណួរសួរទៅខ្លួនឯងយើងនឹងរកចម្លើយឃើញអត់អីយើងត្រូវរៀន Excel why ណោះអញ្ចឹង Excel គឺជាកម្មវិធីរបស់ Microsoft ចាក្រុមហ៊ុន Microsoft នេះកម្មវិធី Excel នេះបណ្ដោយអីខាងលើនេះគឺស្តៀងនឹង Microsoft Word ដែរប៉ុន្តែវាលើសទៅលើអីគេកម្មវិធី Excel គឺគេប្រើប្រាស់សម្រាប់ធ្វើការគ្រប់គ្រងទិន្នន័យទៅលើអីគេអាចគ្រប់គ្រង stock ក៏បានអាចគ្រប់គ្រងការចំណូលចំណាយក៏បានគ្រប់គ្រងការលក់គ្រប់គ្រងធ្វើ report ចាយើងធ្វើ report ក៏នៅក្នុង Excel ហ្នឹងដែរគ្រប់គ្រងបញ្ជីវត្តមានសិស្សគ្រប់គ្រងបន្ទុកសិស្សចាអញ្ចឹងអាចនិយាយបានថាយើងអាចយកទៅប្រើប្រាស់ច្រើនប្រភេទតាក់ទងជាមួយនឹងលុយក៏បានតាក់ទងមួយ account ក៏បានតាក់ទងមួយ financial ក៏បានតាក់ទងមួយ stock ក៏បានគ្រប់គ្រង data ក៏បានគាត់តែថា Excel នេះគ្រប់គ្រងបានទិន្នន័យមានចំនួនកំណត់ទិន្នន័យរបស់វាដូចជាបានតែត្រឹមតែ10000 record ទេអញ្ចឹងណាចឹងបើសិនជាយើងមានអាជីវកម្មខ្នាតតូចអត់ចាំបាច់ទៅដល់ system យើងអាចប្រើជា Excel នឹងបានដើម្បីគ្រប់គ្រងអាជីវកម្មយើងហ្នឹងទៅព្រោះថាខ្នាតតូចតែបើសិនជាយើងមានអាចថាទិន្នន័យវាអាចលើស10000 record យើងចង់ប្រើ system យ៉ាងអីដែរស្រួល backup ទិន្នន័យអីអាហ្នឹងយើងបង្កើតជា software សរសេរកូដបង្កើតទៅកើតទិន្នន័យ stock ទុកអីស្រួលបួរចឹងទៅចាតែ Excel នេះអ្នកអត់ចេះសរសេរកូដក៏គេអាចគ្រប់គ្រងទិន្នន័យរបស់គេបានដែរចឹងគ្រូនឹងបង្ហាញថាតើបើសិនជាយើងចង់ប្រើ Excel សម្រាប់គ្រប់គ្រងទិន្នន័យសិស្សគណនាបន្ទុកសិស្សធ្លាក់ជាប់ធ្វើម៉េចរូបមន្តអីខ្លះដែលជួយបានហើយសូម្បីតែធ្វើការវិភាគទិន្នន័យគេហៅថា data analytics ហ្នឹងចាអំធូរនៅលើជាន់ cyber នេះនិយាយដល់ណាExcel នេះគេអាចចាសម្រាប់អ្នកអាជីវកម្មគាត់ធ្វើការគ្រប់គ្រងចំណូលចំណាយលក់ដូររបស់គាត់ក្នុងមួយថ្ងៃលក់បានប្រមាណអីប្រមាណហ្នឹងក៏គេប្រើ Excel គេអត់ចាំបាច់ចេះកូដគេអាចប្រើ Excel មកបានណាអញ្ចឹងយើងដឹងហើយ what is why ហេតុអីយើងប្រើវាដោយសារតែយើងត្រូវការគ្រប់គ្រងទិន្នន័យអីចឹងទៅនឹងអ្នកគ្រូរៀបរាប់ណា stock management ក៏បាន data management ក៏បានអញ្ចឹងទៅធ្វើ report ធ្វើការវិភាគក៏បានដែរវិភាគទិន្នន័យព្យាករណ៍ការលក់អចលនៈទ្រព្យព្យាករណ៍កំណើនធ្លាក់ចុះមូលហេតុអីចាឧទាហរណ៍ថាទូ
ទាទៅលើ COVID អីចឹងទៅមាន use case ប្រហែលមានការស្លាប់ប្រហែលអីប្រហែលតែយើងគួរតែលក់ផលិតផលអីគេដើម្បីឲ្យត្រូវជាមួយនឹងអា trend បច្ចុប្បន្នហ្នឹងក៏យើងអាចប្រើ Excel បានដែរគ្រាន់តែថាតើគ្នាទាមទារចំណេះដឹងទៅលើស្ថិតិជាមុនសិនបានតែអរគ្នាមកវិភាគទិន្នន័យដោយប្រើ Excel នឹងបានអញ្ចឹងកន្លែងណាវិភាគយើងមើលនៅ tab data នេះនៅ tab data ហ្នឹងគឺមានកន្លែងគេហៅថា analyze data មានកន្លែង forecast មាន what if analyze មាន forecast sheet អីហ្នឹងម្លប់នេះគឺសម្រាប់វិភាគដែលគាត់អ្នក data analyze តិចគ្រាន់តែប្រើ Excel ក៏គាត់អាចវិភាគបានដែរតែសួរថាអ្នកគ្រូអាចបរៀនឲ្យតើគ្នាបានឥឡូវអត់ទេតើគ្នាត្រូវមានចំណេះដឹងលើស្ថិតិជាមុនសិនគណិតវិទ្យាខ្លះហើយនឹងប្រូក្រាមខ្លះបានតើគ្នាមកប្រើ tool នេះបានតែគ្រាន់តែប្រាប់ថាបើតើគ្នាចង់ខ្លាយខ្លួនទៅជាអ្នកវិភាគទិន្នន័យចា Excel ហ្នឹងគឺជា tool ដំបូងដែលតើគ្នាចាប់តាមរៀនមុននឹងរៀន tool ផ្សេង advance ជាងហ្នឹងเนาะចាក្រៅពីនឹងយើងអាច load ទិន្នន័យចេញពី database យកមកដាក់ចូល Excel យើងក៏បានឬក៏យើង input ទិន្នន័យខ្លួនឯងក៏បានគេហៅថា data entry គឺយើងចូល input ទិន្នន័យចឹងទៅអូខេអញ្ចឹងថ្ងៃនេះគឺនៅគ្រូនឹងបង្ហាញអំពីរបៀបនៅក្នុងការបញ្ចូលទិន្នន័យនៅក្នុង Excel របៀបនៅក្នុងការ validate មិនចេះតែឲ្យចូលហើយនឹងរបៀប highlight មើលពីចន្លោះប្រហោងនៅក្នុងការគ្រប់គ្រងទិន្នន័យរបស់យើងតែយើងត្រូវ take care ទៅលើអីខ្លះពេលដែលយើង input ទិន្នន័យជៀសវាងការបង្កើតកំហុសនៅក្នុងទិន្នន័យរបស់យើងចា៎ព្រោះទិន្នន័យនេះយើងបើសិនជាទាំងអស់គ្នាបញ្ចូលទៅមានកំហុសទៅលើគេឧទាហរណ៍ថាយើងជាគ្រូម្នាក់យើងត្រូវបញ្ចូលបន្ទុកនិស្សិតអញ្ចឹងបើបញ្ចូលបន្ទុកខុសធ្វើឲ្យប៉ះពាល់ដល់ grade របស់សិស្សដែរណាអូខេអញ្ចឹងយើងចាប់ផ្ដើមពីការណែនាំពី overview នៃ Excel ជាមុនសិនតើអ្នកឃើញអក្សរនេះណាឃើញអក្សរ A អក្សរ B អក្សរ C អក្សរ D នេះហើយអញ្ចឹងអានេះគេហៅថា column ឃើញទេជួយឈរ column A column B column C ដល់ពេលលេខ1លេខ2លេខ3គេហៅថា row ចាអញ្ចឹងអាសដែលអ្នកគ្រូកំពុងselectនេះគេហៅថា cell ចាអញ្ចឹង cell ហ្នឹងមានឈ្មោះមានអីរបស់វាអញ្ចឹង cell នេះនេះអ្នកគ្រូ highlight តិចអញ្ចឹង cell លឿងនេះគឺគេហៅថា cell D 3អញ្ចឹងយើងមើលទៅលើមុន cell D ដោយសារវានៅកន្លែង D ហើយនៅ row ទីម៉ានអញ្ចឹងយើងហៅថា cell D 3អញ្ចឹង cell នោះ cell D 3ចាតើគ្នាត្រូវស្គាល់ថា D3 ហ្នឹងជាអីគេគឺជា cell នេះឯងដែលនៅស្ថិតនៅក្នុង column ទីហើយនៅ row ទី3បើសិនវាចេញលេខចេះ D3 ឬក៏ចុច2ទៅដល់ D5 អញ្ចឹងបានន័យថាម៉េចកន្លែងហ្នឹងរហូតទៅដល់1 2 3នេះស្លេចចេះមកអាហ្នឹងគឺ D3 ដល់ D5បែរថានៅ column D នឹងដដែលប៉ុន្តែចាប់ពី row ទី3រហូតដល់ row ទី5តែឃើញសញ្ញាចុច2ចេះណារៀនមើលព្រោះទីទៀតពេលដែលយើងទាញរូបមន្តមកប្រើវានឹងចេញសញ្ញាបែបចឹងណាអូខេចឹងប៉ុណ្ណឹងទៅលើ over basic term នៅក្នុង Excel ហើយគ្រូ save សិនកុំឲ្យពិបាកបាត់ទិន្នន័យអីយើងប្រើទៅរកកន្លែងតុកឲ្យស្រួលបួលមកអញ្ចឹងនៅគ្រូបានធ្លាប់ប្រាប់ណាកុំដាក់នៅក្នុង Excel កុំឲ្យដាក់ក្នុង desktop យើងទៅរក 3D ដាក់មកអញ្ចឹងនៅគ្រូប្រើទៅដាក់នេះយើងយកដាក់តាមកន្លែងនេះគ្នាយើងស្រួលរកទៅអញ្ចឹងនៅគ្រូដាក់ចូល exercise អញ្ចឹងនៅគ្រូដាក់ថាmorning Excel សេរួចរាល់ចឹងអានឹងមកផ្ទាំងដែលយើងឃើញហ្នឹងគេហៅថា sheet 1ចា sheet 1ហើយមក file ទាំងអស់ហ្នឹងគេហៅ workbook ច
ចា workbook ជាសភៅគេចាត់ទុកថា Excel គឺជាសភៅមួយក្នុងនោះគឺទុក sheet មួយចឹងទៅហើយតើគ្នាចង់បង្កើតមួយទៀតចុចសញ្ញាបូកមកបង្កើត sheet មួយទៀតណាចុចសញ្ញាបូកនៅខាងក្រោមហ្នឹងចាសញ្ញាបូកចឹងអ្នកគ្រូអត់តន់ប្រើ sheet ទៀតទេលុបចេញសិនចឹងមាន sheet មួយចឹង rename តិចមកអាហ្នឹងអ្នកគ្រូដាក់ថា student design student design តោះចឹងចាប់ផ្ដើមពីការបញ្ចូលទិន្នន័យសិនចឹងអ្នកគ្រូត្រូវការលេខរៀងសិស្ស full name gender date of birth attendance ចឹងទៅ ATT ដាក់ថា attendance ណាកាត់midterm ឧទាហរណ៍មានអារម្មណ៍ថាអត់បានបើកម៉ាស៊ីនតិចអញជិះចាក់បានហ្នឹងអត់ឃើញតេឡេមានហប់ទៅអូខេតោះបន្ទុក midterm ឧទាហរណ៍ថា midterm យក40ចឹងទៅហើយបើសិនជាទៅសេទៅវាហៀអញ្ចឹងតើគ្នាយក over ឡើងទៅឲ្យចេញសញ្ញាបូកចឹងមកហើយ double click មកអញ្ចឹងវាបរិចមកណា final 50ចឹង10 40 50បូកទៅ100ជាងដាក់ total នៅនេះមកហើយអ្នកគ្រូថែម remark មួយទៀតដើម្បី remark ថាសិស្សជាប់ឬក៏ធ្លាក់ចឹង select មកទៀតអ្នកគ្រូcontrol B ចាដូច Word ដែរចង់ឲ្យវា bold control B មក make command B ចឹងដែរទៅចាចឹងកន្លែងលេខរៀងនេះអ្នកគ្រូដាក់1 2សរសេរ1 2មក select 1 2ហ្នឹងហើយយើងយកម្នាក់នេះឲ្យចេញបូកឈុំនេះហើយអូសទាញមកចាយើងអាចអូតូ increase បានណាចាតោះមកយើងអាច align បាននេះ select លើ column A យើង align មកនេះកន្លែង align ស្មើដូច Word ដែរយើងរៀប data យើងឲ្យស្អាតតិចមកអូខេហើយ title នេះក៏យើង align ឲ្យ center ដែរមកនេះអញ្ចឹងយើងដាក់ select មកដាក់ border កន្លែងណាដាក់ border នេះក្រោមនេះកន្លែងជិត font នេះដាក់ border មក all border មកណាឃើញទេយើងមាន border មកបញ្ចូលឈ្មោះចាគ្រូចេះតែបញ្ចូលសិនណាបើប៉ុនមកម៉ូនីតាសានសូនីតាគឹមដាវីនឡុងដាវីនមេងដាដាសុកឆៃឡាចាន់ដាដាចាន់កញ្ញាចាចឹងអ្នកគ្រូមានបំណង copy ឲ្យវាមានទិន្នន័យ duplicate ចឹងទិន្នន័យ duplicate ក្នុងនេះយើងគួរតែលុបចោលឬក៏អត់ព្រោះសិស្សអាចមានឈ្មោះដូចគ្នាអញ្ចឹងតែបើសិនជាតើគ្នាចង់ check មើលថាទិន្នន័យ duplicate ឬក៏អត់គឺតើគ្នាអាច select លើទិន្នន័យទាំងអស់ហ្នឹងទៅហើយយើងនៅក្នុង tab home នឹងដដែលតើគ្នាមកកន្លែង conditional formatting យើង format បេះទៅលើ condition នេះគេអញ្ចឹងយើង select មកវាមានពាក្យថា highlight cell rule អីគេ duplicate value ចឹងណា duplicate វា highlight អញ្ចឹង duplicate វានឹងចេញ line red fill ជាមួយ dark text ថាតើគ្នាយកក្រហមអញ្ចឹងអូខេទៅតែបើអត់ទេតើគ្នាអាចដូរបានឧទាហរណ៍ថាតើគ្នាចង់យក yellow ក៏បានដែរ select មក
Chẳng dân khơi như thế tên là này ní cứ duplicate kia tại dương môn nâng lốt dương phải cơ thả search một đôi kia tại ID còn không kia chẳng tới chẳng dương hoàn ta mơខ្លួនឯងដើម្បី make sure ថាមានtên là này dương phải cho tới bị duplicate អត់ទេហើយបើសិនជា duplicate ទៅសិស្សហ្នឹងមិនមែនឈ្មោះអត់មានសិស្សឈ្មោះដូចគ្នាក្នុងថ្នាក់ហ្នឹងអូខេអញ្ចឹងយើងអាចលុបបានចាតោះ gender នេះគឺមានតែប្រុសហើយនិងស្រីទេអញ្ចឹងយើងអត់បញ្ចូលខ្លួនឯងក៏បានយើងធ្វើជា drop down list ដើម្បី input ចាអញ្ចឹងដើម្បីចង់ដាក់ជា drop down list តើគ្នា select នៅកន្លែង gender ហ្នឹងយើងយកអត់យកកន្លែង home ហ្នឹងទេគឺយកកន្លែង data ហើយយក data validation យក data validation មកហើយអ្នកគ្រូយកជាទម្រង់ list ចាសោះអ្នកគ្រូដាក់ថា F ហើយនឹង M បានថាប្រុសនិងស្រីប៉ុណ្ណឹងអញ្ចឹងពេលអូខេហើយតើគ្នា select កន្លែង drop down នេះចេញពី drop down នេះវានឹងចេញឲ្យយើង automatic ណាគ្រាន់តែយើងនេះមកយើងអាចយក option ក្នុងនឹងបានការដាក់ option ឲ្យគេរើសតែម្ដងនេះគឺកាត់បន្ថយគេហៅថា human error mistake human error ហ្នឹងមិនគឺការបញ្ចូលខុសអីចឹងទៅដល់ពេលបញ្ចូលខុសអាចបញ្ចូលខុសបែបណាឧទាហរណ៍ថាគាត់អត់ដឹងគាត់បញ្ចូល mail អក្សរពេញចឹងទៅពី mail អក្សរពេញចឹងទៅអញ្ចឹងលក្ខខណ្ឌរបស់យើងអត់ទេយើងយកតែអក្សរ M ហើយនឹង A ទេអញ្ចឹងយើងដាក់ list ឲ្យគាត់ select ឲ្យហើយទៅណាចឹងអ្នកបញ្ចូលតនន័យបន្ទាប់ពីយើងគឺគាត់ដឹងថាហ្នឹងគឺអក្សរតែអក្សរ M ហើយនឹងអក្សរ A ទេអានេះគេហៅថា level data entry នេះមិនមែនធម្មតាទេគឺយើងគិតគូរអំពីការ input ធ្វើម៉េច input ឲ្យត្រូវតនន័យដែលយើងចង់បានណាយើងចង់បានតែ F ហើយ M ទេមួយវិញទៀតកន្លែង page នេះភាគច្រើនគេ highlight ទៅលើ page ស្រីเนาะអញ្ចឹងយើងចង់ highlight ដែរចា select មក conditional formatting highlight cell rule ដដែលហើយយើងយកពាក្យអត់យក duplicate ទេគឺយកពាក្យថា equal to F អត់យកក្រហមទេអ្នកគ្រូយក yellow អូខេហ្នឹងចឹងឃើញទេពេលដែលកន្លែងនេះគាត់ជា page ស្រី highlight គាត់នៅហ្នឹងអញ្ចឹងយើងមើលដឹងថាអូនៅនេះគាត់នេះគឺ page ស្រីយើងអាចមើលបានលឿនហើយលឿននេះកុំឲ្យច្រឡំជាមួយនឹងនេះយើងអាច manage rule បន្តិចកែអ្នកគ្រូ edit rule បន្តិចណាយកដូរមកអ្នកគ្រូយក fill ក្រហមវិញកុំឲ្យជាន់មួយ gender យើងមើលឃើញណាពណ៌ក្រហមវិញសារថ្មី manage rule អាហ្នឹង rule ដែលយើងធ្លាប់ដាក់ហើយយើងអាច manage ចូល manage ចូល format ចាយកពណ៌មើលឃើញអូខេមកយើង select ប៉ុណ្ណឹងដល់ date of birth នេះគឺយើងអាច format ជា date បានឥឡូវយើងឧទាហរណ៍ថាអ្នកគ្រូបញ្ចូលថ្ងៃ12ខែធ្នូឆ្នាំ2005ចាអញ្ចឹងបញ្ចូលមកនេះគឺជាថ្ងៃខែបែបនេះតែសួរថា05នេះយើងចង់ឃើញ05ឬក៏យើងចង់ឃើញ2005ណាកន្លែងនេះបើសិនឆ្នាំ2000អត់ចេញអត់ចេញយ៉ាងនេះគឺចេញ00ឥឡូវនឹងឧទាហរណ៍ណា12ធ្នូឆ្នាំ2000ចេញ00អញ្ចឹងអត់ល្អមើលឯងអញ្ចឹងយើងធ្វើ format data ហ្នឹងឲ្យស្រួលមើលសិនគឺ select ទិន្នន័យកន្លែង date ហ្នឹងមកហើយតើគ្នានៅកន្លែង home ដដែលយកកន្លែងម្ដុំ custom នេះម្ដុំនេះដំណឹងណានេះគូ select មកយើងsort date តែមើលសិន sort date ចេញមិន sort date ចេញចេះនេះយើងអត់ចង់បានទេយើងចង់បានថ្ងៃខែជាអក្សរយើងអត់ចង់បានលេខចឹងទេអញ្ចឹងយើងយក
more number format មកនៅក្នុងនេះមាន option date តើគ្នាយកមួយណា scroll មកប្រើមកនេះអ្នកគ្រូចង់បាន style អញ្ចេះអូខេចាពេលដាក់ចេញមកចេញត្រង់ជ្រូកចេះបានន័យថា column នេះគឺវាទូចជាងកន្លែងនៅក្នុងនោះអញ្ចឹងដល់គ្នាdouble click មកចេញមកអញ្ចឹង date of birth នេះគឺចេញទម្រង់ពេញចេះដែរអូខេអញ្ចឹងអ្នកគ្រូលឿនគឺគ្រាន់តែ select អូសមកឲ្យយូរអានេះគ្រាន់តែចង់បង្ហាញថាការ format ទៅលើ date ទេតោះការបញ្ចូលបន្ទុក attendance 10បន្ទុកត្រូវអញ្ចឹងជៀសវាងកុំឲ្យបញ្ចូលទិន្នន័យវាអាចនឹងខុសគឺយើងកំណត់ថាកន្លែង slot ហ្នឹងបញ្ចូលបានត្រឹមចន្លោះពី0ដល់10ឯងដើម្បីការពារកុំឲ្យមានបញ្ចូលប៉ះសញ្ញាដកអីមកដែរណោះអញ្ចឹងយើងកំណត់បែបណាដោយការ select កន្លែងហ្នឹងហើយដល់គ្នាយក data validation វិញអត់ format ទេណា formatting គឺសម្រាប់ការដាក់ពណ៌ color highlight លើរូបតែសម្រាប់លក្ខខណ្ឌនេះគឺយើងកំណត់នៅលើ data validation អញ្ចឹងតកតងមួយ data validation គឺនៅក្នុង tab data នេះ data នេះហើយយក data validation ចាអញ្ចឹងយក data validation ហើយអ្នកគ្រូយក decimal ព្រោះលេខយើងបញ្ចូល decimal នេះយើងលេខអាចមានក្បៀសចាអាចមាន 5.5 6.5 អីចឹងទៅអញ្ចឹង decimal គឺទុកលេខក្បៀសបាន ទុកលេខក្បៀសបានណាតោះអញ្ចឹងពេលដែលយើងយក data between minimum គឺលេខតូចជាងគេអញ្ចឹងអ្នកគ្រូដាក់0 maximum 10ចាអូខេចឹងដល់ពេលអ្នកគ្រូបញ្ចូល 20 មិនអ្នកគ្រូកំណត់ថា10ណាដល់ពេលអ្នកគ្រូបញ្ចូល 20 enter មកវាអត់ឲ្យបញ្ចូលទេដោយសារតែយើងកំណត់ត្រឹមតែ10ចឹងយើងបញ្ចូលឲ្យត្រូវមកអីទៀតចុះបើអ្នកគ្រូបញ្ចូលដល់9ក៏អត់បានដែរណាអាហ្នឹងគឺយើងជួយទប់កុំឲ្យចេះតែបញ្ចូលបានអូខេចឹងយើងដាក់ឲ្យត្រូវមក5 6 7 8 9 10 10ចា2 8 9អូខេដល់ពេលយើងបញ្ចូលរួចហើយយើងចង់ track លម្អិតថាតើអ្នកណាធ្លាក់ទៅលើ attendance ចាព្រោះ rule របស់យើងតែធ្លាក់ attendance អត់ឲ្យប្រឡងទេអញ្ចឹងយើងមើលមែនតើទៅលើ attendance អញ្ចឹងធ្វើម៉េចដើម្បីមើលបានលឿនត្រូវដាក់ formatting highlight មើលណាអញ្ចឹងអ្នកគ្រូ select line attendance ហ្នឹង conditional formatting highlight cell rule អ្នកគ្រូយកគេ less than ឧទាហរណ៍ថាម៉េច attendance ហ្នឹងតូចជាង5គឺអត់បានប្រឡងអ្នកគ្រូឧទាហរណ៍តែបើ rule ខ្លះគេមានលក្ខខណ្ឌផ្សេងនឹងដាក់តាមលក្ខខណ្ឌរបស់យើងហ្នឹងទៅចានេះអ្នកគ្រូឧទាហរណ៍ថាបើគាត់តូចជាង5គាត់នឹងធ្លាក់ attendance អញ្ចឹងយើងឃើញនេះ sirs ម្នាក់នេះច័ន្ទតារានេះគាត់ធ្លាក់ attendance គាត់មានសិទ្ធិប្រឡងហើយអីចឹងទៅយើងដឹង midterm ដូចគ្នាដែរអ្នកគ្រូកំណត់ត្រឹម40នឹងដែរដាក់ដូចគ្នា decimal between 0 រហូតទៅដល់40អូខេតោះយើងបញ្ចូលមកលឿន40អ្នកគ្រូបញ្ចូល5អត់បានទេ30 40 34 35 36 37 38 39អូខេអញ្ចឹងបើសិនជាធ្លាក់ midterm 40ធ្លាក់គឺអត់បាន20ទេនេះអញ្ចឹង highlight ទៀតចា highlight ចូលឡើង home វិញ conditional formatting highlight cell យក less than មែន20ចាឃើញពីអ្នកដែលធ្លាក់ limit midterm ចាដាក់19ចុះ final ក៏កំណត់ការបញ្ចូលទៅណីដែរ format ឲ្យហើយទៅ less than 25ចេញក្រហមទាំងអស់អានេះអ្នកគូ format ឲ្យហើយតមកទៀត
data thua từ data này cũng thua hình lươn thế data validate vô decimal là vi số rồi hồ ta đó 50 chân là khổ import này 30 40 50 45 45 cho máu việc bạch hòm chân cụ đại một thầy hòm tỏ đào vẹn bột lề vậy chân dân bột mà bột chui tròn như thế này cứ dân bột tam bột côn mà nè tá bằng tụ bo ô ti mùi ní còn ban vào màn chân bà dân mơ nằm thân ếch má này dừng chất sập gram đó chân sma máu dân phở được của môn xàm đồng bay đã được của môn nó không sẽ cứ sma môn sần xàm bên đây thả bốt chân dân bột này select vào cái nhé bên này khu select lượt bay nó vi tranh EP đó GP chắc mà đây than nơ lơ rô TP nâng đỏ đá bàn tay pi khả lòng ý rồi hô tờ đó chỉ bật máu hay ô thật lẽ màu nằm bay ở việc bộ ô tô một tịch cho nên format number sấn vô chơi tầm rộng number mình nhé ignore error đấy tầm rộng number trong lệch hẹp tiệt bà sân chỉ lệch ní tỏ nia này khổ bà chô sam sập chột bà làm anh ấy bị ắt cắt bế nè tại sao tại dân vô tầm rộng decimal trong bà sân bà chô tới cắt bế tỏ nia ai mau sở rế cái lại nhị bàn đi cái lại ní hết ai sở rế lại nhị bàn chà ok tỏ chân dân bột rụi ro hái chân cái lại total ní dân ai highlight mơ đáy bởi sân chỉ còng 50 lẽ nào này chắc bà mơ mà plate dân mơ ắt đăng hay than đăng miên sơn nát lẽ thì chân vào dân mơ mùi chả ô này sai buồn nó chân tâm mà mơ đó là đăng than ấy quá hoặc lẽ chân dân highlight ta đằng bay dân mơ ban lướn conditional formatting vô less than đáy less than mà 100 bà tôi chiếng 50 thế này đấy thấy mùi nè ấy lườn rồi chắc quát đăng tạt lẹ mùi là dân thơm mách đầm bay remark tranh tha và quát lưng 20 trên những kiện hạt chuột tôi chiêng há tranh phè được rồi chẳng rồi cũng muốn miên tập pi ấy đôi dân giấy thế này chẳng rồi sân bà còn tụ tôi chiêng 20 lẹ nó lúc mà muốn Excel cứ đôi ca này dây bao giờ này vì mình copy ca từ xây câu này thì tiến tới khi dân hiện đó coding logic cứ muốn nâng từ xây code cứ lục khu này khu bật tay tay bây giờ interpretation đàm hai nó nông ca pra lúc mà muốn nâng pra expression nâng chân tự tỏ chẳng mà đầu tiết percent 3 bồn tụ này ní percent 3 bồn tụ này tụ nó là chỉ là e ní làm e ní bồn tụ nâng tôi chiêng 50 lẹ tác kho bị nắng mai đây thầm cứ thông chiêng này đôi dân riêng tại cạnh bị chia nơi lại tim má này bị đau vậy ta cạnh bị chia miên để bật nâng mình bật thì chẳng bà mình men tôi chiêng 20 tế mẹ thông chiêng chẳng ta thông chiêng cho bách miên tập pi là cái chẳng dân ta xe rồi mà muốn má ý đôi dân ta xe đôi dân ở đôi nhà khu riêng rộng mà nhỉ bảo sân bà rồi sân bài kể còn tụ năng ấy thở ấy nhỉ chẳng một tụ năng làm nãy dân sẽ lệch ếch năng mà nhưng đã lơ mà nẹ năng sần 200 dân ô ta lẽ mắc cục apply cục nhiều chẳng một sân ba ếch thủ nước có ếch thủ nước làm nàng ai bình tụ năng chẳng bình tụ mấy này khu dây tha tôi chiêng 20 này nè nhưng đã sẽ nhà tôi chiêng mà nên mình sẽ nhà tôi chiêng đôi dân ta xe đai ra ta tôi chiêng 20 nhưng cho bác tha bảo tôi chiêng 20 lẹ bia máu cho mà này tha bà sơn chia logical test ní conditional test ní nơi khẳng mục ní return
bật vì thân bật nó mấy bạn thắp bật chia tội chiêng 50 mẹn nè bật mình bật giặt váy này bật mẹn ọt tội chiêng 50 mẹn ọt bà tội chiêng 50 mẹn ở trên biển hạt lẹ tay nè bê đã tái cái bê môi tiết tái chùa tái nó mà nên ha ọt tội chiêng 2 têคือthông chiêng 2 mẹ tôi hạt thông mày thông chiêng 2 chùa in thơm á trên chuột cho nó khổ ô thì lẹ mà ai chứ mấy trên trùng lại kia ní ô thì lẹ trên phe mùi mình ô má khơi chuột bằng áo hết á mưa lơ condition lấy nó khổ đô nè khơi lẹ đô ní đã tí lẹ đà khen ní đô đá chà mến từng quay khơi khủ ai phơi ca nghe nắng sập biết ơi khủ remark quay bị trâu tên này pha mơ lừa đi chơi phe đã phe đó cười nắng trên là đẹp đói được bằng một chàn bàn lâu xịn á cái hai lâu xịn cứ tạ cả mà ai mình bà tha ba mình bất cứ bật này vâng bà cho highlight lại cho tiếp conditional formatting highlight sẽ rú lượng đi equal thôi ghế để thả phế không này chân rồi từ lơ caro thẹn chuột cái tí caro thẹn chuột cứ dân trong trên hình là thế nào ai quát thế còn đã còn đông trong đằng chuột lại hái còn trong đằng mùi tiền nó cứ rèn một quạt đây chừng là thế nào tim vào mà chà chẳng có dân thở được một này mình bên cha tao mơ lệch hái ní mơ lệch na thông những kế ôn càng phân ý đừng mang lệch bùi chân tờ đô mơ tiện ôn đài càng bấy miền đấy ở tế hồ mơ ở má miền ta càng mùi chân quản lịch bì ở tế thôi trắng cứ về như ngon vậy chẳng thở được một môn rô này đó nè chẳng rô rút một môn này khu ắt trong ai bắt tên ở này cha tế này khu duplicate những duplicate tục nó mùi là hai đây kể cứ tục phơi ca check sa mùi hai bà dương tranh chìa là tập hoa tranh chìa rèn hai sa cứ lên thở lùm đạp bao nhiêu này đó chắc là khu copy chắc dương right click nó lại xa khổ này lại xin khăn khổ nắng để khu vô bị tham mũ rồi có copy nắng hay cho create copy và các bạn mà xin nó việc chắc là khu rename thá đã thà rèn tạ thà rèn hay chắc là nhí lên lại trên number hay chắc là khu đã tha chỉ lên lùm đạp chừng nạt thế nào nè bật mai dưỡng hai chừng nạt thế nào chắc lên nhí lục trình hai smart rèn khởi rụt một môn rèn nữa rèn cái kể cứ rèn quần tụ tầng ọ chắc dân do ráng này ấy thủ quần tụ bao qua tầng ọ nắng thiệp nắng nẹ tầng ọ nè chắc dân sẽ lệch ấy thủ cứ chia quần tụ bao quát hai trong thiệp cho mùi nắng quần tụ nẹp xén bia máu tầng ọ này sẽ lệch màu tầng ọ má cứ thiệp mùi nẹp xí hai bà tâm tiết cứ dân thử trong reference dân thử trong reference của Excel bỏ trong reference tế vì nẹ tí tí up select dollar select thầm khổ mình chắc là của trong reference rụp một môn ren ấy thử trong rụp một thầy trong cell nè chắc đó như thử select dollar x thu rồi hô ta x đọc mùi nâng đó như chụp select lên nâng hái dân đã F4 chụp keyboard dân á keyboard nó miền là so F4 nó chụp tầng cho ta với tranh giả ở trên đồ là tìm một ở so nâng chân tử chẳng hạn nó hai tháng tròn đi vào rần tròn vía chân thêm bao pon ní ban lệnh bờ chân ô thì lẹ nó chân san sau niềm ta ní chọp lấy để mùi thế quạt lệnh về chân dân tranh ra đi ba này hai xưa tham mấy ba này của tay chóng chả mơ của anh vậy chả bây đây là phụ đại cursor lên ý viên tại keep
rang cả tôi khỏi nước ếch thu đó ếch đậm môi đã đàn ọt đồi ta bật sân trên này khủ ọt cho này khủ lục trên như này khủ ọt cho này đã sạch thế mày mà ráng ếch thú bía select tầng on đá bật một chó lệnh pơ tầng này trâu tại ti muối nó đập pe ô máu bây giờ ô sạch thế mày má khơi nhật vía kẹn này ắt trâu vía từ tranh lệ muối là mà tầng nổ ắt thở tề số tham mạch màn ắt trâu mơ rụp của môn nè rồi thì muối vía tranh vía select vía priệp thiệp rang thú rồi đó đập muối đập pe rồi thì pí vía tập priệp thiệp mượt khơi như cô xin chọn à bây giờ cô select là rồi thì pí vía tập tranh ọt tranh thú ấy nè cứ rập chặt bị H3 mình tại sao tại dương ọt bán tròn đi của rắn mình nâng á chà bà tròn bánh cứ bị ọt lang chưa nghỉ đập pe select mà đo rồi thì bấy vì nâng lang đôi khi lang đo H4 chân dương thử té tròn chân sạch mây má tròn má hay chó cứ phở keyboard F4 ta bật keyboard này class of support tế miền ta từ xe đai từ đôi chỉ make ấy tấn hai đôi support ở tiền chân xe đai mấy đặt đô la luôn ai này đào từ chỗ đặt đô la chân thật rèn thú biết đặt đáy luôn ai mấy như vậy bạn trẻ nè tôi xe nó của tôi xe đại đáy này đô la vì một đô la vì một lệch pi đô la vì một đô la vì một lệch đậm mùi đã luôn ấy upper keyboard F4 nó không dịch bao nhiêu các bạn ban được clear tiền đó và nắng tiền đã rèn bàn này hai tâm mau tiết dương trong sọt dương mình thở filter lệnh nga tôi chỉnh kê nó lờ chân dương thở filter sần lệnh nó lơ rèn sân máu hai dương vô sọt filter nè lệnh filter nâng máu nè chắc mới tranh cái lại nhỉ tranh lại nó nhà cụ lệnh máu hay sọt lệnh tôi ta lệnh thòng nhé trắng ôn xây sonita ní từ quạt làng lệnh mũi trắng pe tranh là tập khác cái những chơi nhạt sọt chân màu nó chân mẹ thẹn nớ hàng khổ ok rồi roa sầm ram càng như chỉ khú á nè rồi còn mình chỉ khú càng như khang ca và lại sực sáng tranh mình tụ tranh ấy với cô bạn lần này ta trắng vơ trơn có bật mát bàn tay đặt đai ta lời kế này khu hai lái ta lời lại khăn để dừng trong bán hai lái chân hai lái cho conditional của mặt thì bật tụ bột cho cái nàyรูปมนสำหรับเราแทะจอบรูปมนสำหรับเราแรงนะcho nênคนนึงxin sọt ai cái này dướng thì lo anh thôi hai nữa nè còn mai bao cru ăn chè bao mày chả đa mơ môn nắng thì như dừng tôi sẽ phá nhưng ta bao cru từ ấy nó chết luôn anh thì chà và thật tranh hai củ xua màu chà củ trăm tập rap ta chà tập b hai củ xong xua môi từ đó ngặt chiệp xua ấy ta chắc bên nắng anh ấy cứ chia hai basic knowledge tẹt tông cho mùi nâng Excel đã tỏ kia của đằng tẹt tông cho mùi nâng bột đó con trai thế này đã được môn môi trường luôn chẳng hết á chẳng môi tiệt chờ phép môi tiết tẹt tông cho mùi nâng mua nè trong ô thọ tha dương ban tên là này máu mua mà cả lò nó hư miên chân tận miên tự có miên mua dân chẳng nó trong một thọ tha cái ao dương split tự có xén mua xén dương thơ mệnh bà sân thì dương phơ cái hai tha men nhuốl rồi có dân cho nam về lên phơ bạch sĩ
ធ្វើម៉េចតើគ្នាមក copy កាត់ចេះមែនគោលបំណងគេចង់ឲ្យបំបែកតកោផ្សេងឈ្មោះផ្សេងណាចឹងយើងធ្វើ manual វាអត់ការទេវាហត់ចាចឹងយើងត្រូវធ្វើម៉េចនេះយក select អាហ្នឹងមក select column ហ្នឹងមកយើងយក option ដូចជា data text to column យក option text to column ណាបន្ទាប់មកយើងយក delimiter ពាក្យថា delimiter ហ្នឹងគឺអាចជាក្បៀសអាចជា space រវាងអក្សរនេះរវាងនេះឃើញសានសូនីតា delimiter របស់វាគឺ space ចន្លោះតកូលហើយនឹងឈ្មោះចឹងគេហៅ delimiter ហើយចឹងយកអ្នកគ្រូយក delimiter next delimiter របស់យើងគឺជាគេដោះ tick កន្លែង tab ចេញគឺជា space ហើយនេះកន្លែងនេះចឹងអ្នកគ្រូបរិញ្ញាឲ្យមើលបន្តិចពេលដែលយើងចុច next មកវាឃើញអាយ៉ាអាកន្លែង delimiter ហ្នឹងណាតើគ្នាពេលដែលចុច text to column ហើយ select យក delimiter ហើយដោះ tick កន្លែង tab នេះមកយកកន្លែង space វិញតើណា tick កន្លែង space នេះវិញអូខេតោះអញ្ចឹងពេល tick កន្លែង space ហើយអ្នកគ្រូយក next មកប៉ុណ្ណឹងចាប់ហើយ next finish ទៅហើយវាគ្រាន់តែ warning ប្រាប់ទេថាយើងចង់ replace អត់អូខេមកនេះមកអញ្ចឹងឃើញផ្ដាច់បាននេះដាច់តកូលនិងផ្ដាច់ឈ្មោះបានអញ្ចឹងរួចរាល់អានេះតាក់ទងមួយគេតកូលគឺ first name sorry តកូល last name ណាយើង first name ឈ្មោះយើងចឹងពេលដែលគេត្រូវឲ្យយើងផ្ដាច់ចឹងយើងចេះហើយគឺអាហ្នឹងប្រើ data text to column ណា data text to column យក option text to column ដើម្បីផ្ដាច់អាហ្នឹងវាជា simple ទេប៉ុន្តែបើសិនជាអត់ដឹងក៏ហៅអត់ឃើញដែរចាគួយធ្វើ manual ហ្នឹងឯងគេ tip ខ្លីៗណានេះផ្ដាច់ហើយអ្នកគ្រូស្ដាយដែរគឺអ្នកគ្រូអត់បានបរៀនច្រើនទៅលើ Excel ហ្នឹងទេប៉ុន្តែអ្នកគ្រូមានជា tip ឲ្យគ្នាយើងបើសិនជាអ្នកគ្នាចង់ explore លើ Excel ហ្នឹងបានច្រើនចា Excel នេះអត់បានដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាថ្នាក់ IT យើងក៏ពិតមែនប៉ុន្តែអ្នកគ្នាត្រូវតែចេះអញ្ចឹងបាននៅក្នុងវគ្គ preliminary នេះគឺឲ្យគ្នាយើងដឹងហើយធ្វើម៉េចដើម្បី keep ខ្លួនឯងអភិវឌ្ឍបន្តlearning ហៅ continuous learning ណាអញ្ចឹងតើគ្នាចូលទៅ website មួយចូលទៅ website មួយមកឈ្មោះថា Excel made easy អ្នកគូឃើញ resource មួយនេះគឺមានប្រយោជន៍មែនតើសម្រាប់អ្នកដែលចង់ explore លំអិតទៅលើ Excel វាមានតាំងពីកម្រិតដំបូងរហូតដល់ advanced ហ្នឹងមានអីមានដល់ data analyze ទៀតណានេះបើគ្នាយើងអាសាចូលមើលគឺវាមានទាំង instruction បញ្យលយើងឲ្យតែយើងអាសាអានមានឧទាហរណ៍ដាក់នៅក្នុងនឹងឲ្យយើងមើល step by step មាន data set ឲ្យយើងស្រាប់ទៀតចឹងដល់គ្នាចូលមើលទៅនៅក្នុង website ហ្នឹង Excel made easy ហ្នឹងណាចឹងអ្នកគ្រូបោះឲ្យទុកជាឯកសារនេះយើងចាអញ្ចឹងចូលមើលរបៀបមើល document គេណាដល់គ្នាចូលអានមកចូលអានមួយនៅក្នុងហ្នឹងមានអីគេនិយាយអំពីExcel នេះអាច perform financial mathematical ស្ថិតិបានយើងតែលើដល់ស្ថិតិគឺនឹកឃើញទៅដល់វិភាគទិន្នន័យឬក៏ data analysis ទេអញ្ចឹងនៅក្នុងហ្នឹងគេមាន rank គេរៀបរាប់ឲ្យយើងស្គាល់ពី rank សិនឲ្យយើងស្គាល់ពី formula រូបមន្ត function ដែលមានស្រាប់នៅក្នុង Excel បន្តមកទៀតគេហៅ ribbon workbook
worksheet format cell find select template data validation data validation មិនអ្នកគ្រូនិយាយមកប្រើហើយអញ្ចឹងយើងអាច explore លម្អិតមើលថាមានអីផ្សេងទៀតក្រៅពីអ្នកគ្រូបានប្រាប់ហ្នឹងចូលមើលទៅចាគេមាន validate ទៅលើគេចាចូលមកគេប្រាប់ថានេះអូនចូលកន្លែង menu data ចា on data tab អញ្ចឹងទៅចូល menu data សិនចូល data to group យក data validation ហើយធ្វើអីទៀតគេប្រាប់ថាម៉េចយើងអាច validate maximum minimum អីអញ្ចឹងទៅគេប្រាប់ណាអ្នកគ្រូ validate ឲ្យមើលមាន input message មាន error alert គេប្រាប់ទៀតចាសឹងតែថានិយាយលម្អិតជាងអ្នកគ្រូទៀតដោយសារអ្នកគ្រូអត់មានពេលច្រើនទេអ្នកគ្រូកាត់ក្នុងនឹងchapter បន្ទាប់ next chapter មានអីទៀតបើយើងអត់ចង់មើលលម្អិតអស់ចឹងទេយើងមើលម្លងទៅនៅខាងគៀននេះមានអីគេមានរូបមន្តមានស្អីនេះនៅក្នុងនេះទាំងអស់ណាហើយខាងក្រោមនេះគេហៅថា Become Excel Pro ហ្នឹងមាន data analyze ហើយបើយើងឆ្ងល់យើងចូលមើល data analyze ទៅមានអីគេខ្លះចាក្នុង data analysis feature របស់ Excel សូម្បីតែ sort data ហ្នឹងក៏យើងអាចរាប់ចូលជាវិភាគទិន្នន័យដែរ filter conditional formatting មិនក៏អ្នកគ្រូប្រាប់ខ្លះដែរ format លើភេទប្រុសភេទស្រី format លើបន្ទុកធ្លាក់ជាប់អីហ្នឹង highlight ទៅលើអ្នកជាប់អ្នកធ្លាក់ដែរនៅក្នុងហ្នឹងអញ្ចឹងមានអីទៀតយើងចូលមើលឆ្ងល់យើងចង់ដឹងនេះគេប្រាប់ណា highlight លើអីគេប្រាប់របៀបកន្លែងចូលណាឃើញគេប្រាប់ណាអូខេអញ្ចឹងយើងមានទៅលើ rule ផ្សេងទៀតនៅក្នុងហ្នឹងគេប្រាប់ច្រើនជាងអ្នកគ្រូប្រាប់ទៅទៀតឃើញទេអីទៀតទៅលើ data analysis ហ្នឹងមានឆាតដែលយើងរៀននៅក្នុង Word ហ្នឹងហើយមុខងារឆាតក្នុង Word ហ្នឹងបើ Mac ពិបាកធ្វើអញ្ចឹងនៅក្នុង Excel មកសាកធ្វើទៅនេះគេប្រាប់ថាគេមាន data ប៉ុណ្ណាអញ្ចឹងដើម្បីដាក់ឆាតបានយើងចូល like insert ចូលគ្រប់ឆាតហ្នឹងមកហើយគេប្រាប់ថាប្រើឆាតអី result ចេញយ៉ាងម៉េចចាដូ style switch row column គេរៀបរាប់លម្អិតចង់ដាក់ legend ចង់ដាក់ style ទៅលើ data label អីហ្នឹងគឺគេប្រាប់ណាទៅលើឆាតហ្នឹងហើយសួរថាមិនទៀតចំណុចដែលពិសេសទៀតនោះគឺគេផ្ដល់ជា data set ឲ្យយើងនេះកន្លែង scroll មកដល់កន្លែងនេះគេមាន download Excel file ណាមើលនេះយើងចាពេលវេលាខ្លីប៉ុន្តែអ្នកគ្រូប្រាប់ពីរបៀបដែលអ្នកនរគ្នាយកទៅរៀនបន្ថែមបាទចាមានពេលមានការអីចាំទៅនិយាយគ្នាភាសាគ្នារឿងផ្សេងទៅចាពេលវេលារបស់គ្រូសំខាន់ណាស់ស្ដាប់គ្រូសិនចូល download មកក្នុងហ្នឹងគឺផ្ទុកនៅ data set ឲ្យយើងឯងនេះចូលមកបានឆាតមកមិញណានេះចូលមកឃើញទេ data របស់គេដាក់ឲ្យយើងស្រាប់ហើយគេ load ចេញជាឆាតមិញនឹងឲ្យយើងតោះអីទៀតទៅដល់មិញចាមិញអ្នកគ្រូឃើញ next chapter ឃើញពាក្យ pivot table អញ្ចឹង pivot table នេះគឺជាមុខងារមួយដែររបស់អ្នកវិភាគទិន្នន័យដែលគាត់ប្រើសំខាន់ទៅលើការ report របាយការណ៍ចា report របាយការណ៍បែបណាលើ pivot table នេះចឹងយើងមកស្វែងយល់ស្អីទៅ pivot table សិននេះគេប្រាប់ pivot table គឺជា feature មួយដែល powerful មែនតើនៅក្នុង Excel pivot table អនុញ្ញាតឲ្យយើង extract significant គឺសំខាន់ព័ត៌មានសំខាន់ចេញពី line ពីទិន្នន័យទាំងអស់ហ្នឹងមកឲ្យយើងចឹងឧទាហរណ៍ទិន្នន័យនេះគេដាក់ឲ្យយើងតោះមកយើងចូលកន្លែង insert ចា on tab insert ចូល table ហើយ click pivot table មិនមែន table ធម្មតាណាគឺ pivot table ចឹង pivot table ហ្នឹងមុខងារវាមិនគឺយើងអាច filter real time នៅលើ table ហ្នឹងតែម្ដងខុសពី table ធម្មតាគឺយើង filter បានតែ basic filter ទេ
សម្រាប់ pivot table គឺ filter បានច្រើនមែនតើចាច្រើនបែបណានេះគេប្រាប់នេះយើងអាចរកចំនួនសរុបទឹកលុយនៃការលក់ផលិតផលរបស់យើងឧទាហរណ៍ថាមួយថ្ងៃហ្នឹងយើងលក់នៅហាងរបស់យើងមានកាហ្វេមានmatcha មានវីយ៉ាអញ្ចឹងទៅឧទាហរណ៍អញ្ចឹងគេចង់ម្ចាស់ business ឬក៏យើងអ្នកលក់ខ្លួនឯងយើងចង់ដឹងថាមួយថ្ងៃហ្នឹងលក់កាហ្វេបានប៉ុន្មានលក់វីយ៉ាបានប៉ុន្មានលក់matcha បានប៉ុន្មានដើម្បីមើលឲ្យដឹងថាតើផលិតផលណាលក់ដាក់ជាងគេបានចំណូលច្រើនជាងគេអញ្ចឹងបើយើងបូកនឹងដៃក៏បានដែរយើងទៅរាប់បងឲ្យអង្គុយបូកមួយទៅ filter ណាវីយ៉ាណាទឹកសុទ្ធណាអីចឹងធ្វើអញ្ចឹងវាមិនយល់ឲ្យហត់អញ្ចឹង pivot table ហ្នឹងគឺបង្កើតសម្រាប់ដោះស្រាយបញ្ហាទាំងអស់ហ្នឹងណាចាគេប្រាប់របៀបធ្វើនេះយើងនេះធ្វើអីខ្លះធ្វើតាម step គេនឹងមកចឹងសួរថានឹងមាន data set ឲ្យយើងយកមកតេស្តប្រើបានទេទៅរកមើលបន្តិចមកនេះកន្លែងនេះគេមាន pivot table Excel file ឲ្យយើងចឹងអ្នកគ្រូ click download បានមកយកមកមើលចាយកមកមើលឲ្យតើគ្នាមកមើលឡើង sheet ទី1នេះក៏មើលអា data ដែលគេធ្វើឲ្យយើងមើល sheet ទី1នេះចឹង sheet ទី1នេះគឺផ្ទុកនៅ data set ទាំងអស់នេះនេះគេមាន data set ទាំងអស់ហ្នឹងហើយអញ្ចឹងយើងអត់ហត់នៅក្នុងការបញ្ចូលតេស្តទៀតទេតែបើតើគ្នាសម្រាប់អាជីវកម្មរបស់អ្នកទាំងអស់គ្នាឧទាហរណ៍ថាគ្នាយើងលក់ដូរអីចឹងទៅយើងចូល input ឬក៏ system របស់យើងមានស្រាប់ហើយយើងគ្រាន់តែ generate មកយកតំណែងហ្នឹងមកហើយយើងធ្វើការដាក់ pivot table report មើលចា report មើលឥឡូវមេរបស់យើងចង់ដឹងហើយថាថ្ងៃហ្នឹងលក់នេះប្រហែលនិយាយ use case លក់បន្លែចឹងមកថ្ងៃហ្នឹងលក់ការ៉ុតបានប៉ុន្មានលក់ចេកបានប៉ុន្មានហើយអានេះក្រុមហ៊ុននេះមានច្រើនប្រទេសទៀតមានសាខានៅច្រើនប្រទេសទៀតអញ្ចឹងយើងអាច filter ទៅដល់ by product filter តាម product តាម category តាមប្រទេសបានទៀតតោះចង់ធ្វើម៉េចដើម្បី generate pivot table បាននេះអញ្ចឹងគេប្រាប់ថាម៉េចនៅក្នុង document មិញតើគ្នា select លើ table ហ្នឹងក៏បានឬក៏អត់ select ក៏បានដែរតបមកយើងយកកន្លែង tab insert ហើយ choose pivot table តោះអញ្ចឹងតែគូ select លើទិន្នន័យហ្នឹងចាយើងអាច auto select ចេះក៏បានដែរ auto select ចឹងក៏បានដែរអូខេសម្រាប់ select ទិន្នន័យប៉ុន្តែសម័យមើលបើសិនជាទិន្នន័យហ្នឹងមិន200ជួរទេវាដល់1000អញ្ចឹងយើងធ្វើម៉េចអុយអូសមកស្ទុះចឹងទៅចឹងមានវិធីសាស្ត្រខ្លីមួយទៀតដែលយើងគ្រាន់ select នៅលើអាជ្រុងនឹងមកយើងចូល control យើងចុច control shift ហើយយើងចុច arrow នេះ arrow នៅលើ key computer យើង arrow ចុះក្រោមហ្នឹងមកដល់ក្រោមនេះហើយបន្តមកទៀតយើងមាន arrow ស្ដាំចុចស្ដាំមកដល់ទាំងអស់ហ្នឹងហើយមក plate នេះ control shift arrow ចុះហើយនឹង arrow មកស្ដាំអញ្ចឹងអ្នកគ្រូ select បានហើយចឹង select បានហើយតើគ្នាចូល insert ឃើញ insert មានពាក្យ pivot table select pivot table ហើយយើងយកពាក្យថា from rank ឬក៏ table បន្តមកទៀតវាសួរថាយើងបង្កើត pivot ហ្នឹងនៅ sheet ថ្មីឬក៏ sheet ចាស់បើសិនជាយើងយក new worksheet វានឹងទៅ create sheet មួយទៀតឲ្យអត់លោកឡំនៅក្នុងនេះទេចឹងគ្រូយកថ្មីកុំឲ្យលោកឡំចាគឺវាបង្កើត sheet មួយទៀតនៅខាងក្រោមឃើញទេចឹងពេលបង្កើតមកហើយឥឡូវអត់មានអីផងហ្នឹងទៅទេឡត pivot table មិញដែលគ្រូនិយាយថា useful សម្រាប់ការ report ការអីមិញហ្នឹងអត់មានដោយសារតែពេលដែល select មកនេះយើងអត់ទាន់បាន filter អីនៅខាងទៀតនេះទេណាចឹងអ្នកគ្រូ filter ទៅលើចង់ឃើញទៅលើ product category ហើយនឹង country ចា amount មួយទៀតមើល step by step document គេ select យកឲ្យខ្លះproduct amount country
dạ ở toàn dọc tây cái đọc tây cái cho sân product amount country pe select hai với tranh màu bạn chơi này tranh màu bạn chẳng via đôi mình sơ friendly ấy của Billy là tập hòn ấy tập tam tập tề dạ của bạn mờ dạ của bạn mờ chẳng dân ai modify nơi thằng khổm nè nơi thằng khổm ấy nơi khu lược country ta lược chân chạy vậy chẳng ban đây tha anh ấy cướp bát tê thằng o dương bột sọc lụa lại bóm cướp bát tê thằng o ô thọ tha cầm hôn bao dương miền bát tê của má nè nơi thằng nâng á nè chẳng cướp sang ha cướp bát tê thằng o sọc mà lụa lại bóm ăn của má trong một ngày nè lụa chết ban của má hai bà dân trong phía thơ thiệt trong lụa này ăn mà rạch nè miền bát tê ăn mà rạch rất hiền nơi ăn mà rạch lụa ban của má dương sẽ lại tại ăn mà rạch mơ tới nè lấy dân ai report mê dương bàn cha nơi ăn mà rách luộc lại bom ăn pi mơn chiên chừng tới luộc broccoli ăn pi mơn chiên nơi tây ăn mà rách trong tép xén mê dương sâu ấy tép xén những đọc phía thơ mà nơi bà đằng phía thơ bà đằng mà trong nơi bà đằng luộc sợi đáy với ban của mùa hỏi tại nhưng ai phía thơ nằm nâng cái lạnh phía thơ nơi thằng kia nàyนี่ฮะคือจีมงเงียบบอลไฟวอเตอร์บอลคือไอฟิลเตอร์แบบหนึ่งส่วนนะวิบกสำหรับเอาซ้ำมาเมาส์คือจำนวนหลวงให้กันหลายซ้ำมาเมาส์นี่ไอโดบานติดยังไอเข้าเผอเวอร์เรจเผอไอบ้านติดเผอรูปประมวลบ่อยเซลน้องนักเรียนบกดอกคนใจเข้าในนั้นคือยังไอกายบ้านติดกายนั่นนะเนี่ยสลัดม้ากายในขังโคมเนี่ยยังไอจะได้รูปประมวลในขังโคมหนึ่งบ้านvà là dú phiên setting nè dừng do count với nhé nè nó cô sẽ count mình trong việc count nó mà này thằng mày count ca order ban này thả airport tụi ban ca order đắp vào mùi đòn không mấy ngày check ban thằng per tề chắc như ai mở đăng nó tha là tập hòn áp bên người dùng lại bom luộc đặt trên kỳ đấy cầm đợt nè việc thiện tên đấy từ bạn là ngàyเมื่อแต่เลยจำนวนลั่วกรุบในการลั่วเข้าในการออเดอร์ดำใบดำฮาตาไงนั่งลั่วดัดไอจิงกีให้หัดไอบางไงนั่งลั่วดัดเถิดเกิดเมื่อตีมูลหัดไอไงจงสัปดาห์โดยก่อนไงบนดำใบเอายืงเตรียมทางคายกร้อยอ่ะลั่วดัดพิจารณาลั่วจงสัปดาห์จังยังเฟิร์มมากับทิ้งไปจองแต่ไลน์ไอđo của mỗi sân ấy tất cả tệ thì chôn dây nhưng tới đợt bay ấy buộc ca luộc ní cầm đợt mẹ bị thiệt tên là đấy trước khi mơ lơ tên là đấy ông nâng sát màn kia ai thưa ca bị thiệt bàn chứ phải vào thẻ bò nó cứ chỉ này môi này thu môi này mẹ bị thiệt tên này này đây mơ lơ bạn nâng cho nên cuộc đô tao với cuộc đô tao sang vinh của dương trong mơ tên là đấy lụa srop lôi srop áต่อไอเตียนนะน้องเมเรียนนี้เก็บปรับทายยังไอฟิลเตอร์แต่ดาวนาเตียนอุทธรทายยังจำเคยไอเก๋เคยดาวกับเตกรีมวยเตียนให้เคยทำรงแจงจำเมื่อบ้านทำรงแจงไว้เนี่ยนี่จ้ะเมื่อบ้านแจงคือยังเมื่อบ้านจังประเทศทางอ้อมมองอาจารย์บ้านถือฟิลเตอร์มวยมวยอย่างจำเกิดได้ไอคลางcái đại cái lạnh phía thơ thằng lớn đi mơ cái lạnh chạy nã phía thơ thằng lớn dương phía thơ cái tí hai khẩn lấm và đạt hai rô mùi muối nó cứ đặt country chân rô mùi muối nó country hay nhảy rô mùi muối này chân thằng lớn cái tê cái hay nâng và đạt nè thằng lớn nè chân sẽ lại cái tê cái muối tiền máu chân cái tê cái nó cũng đã mò lại nhí country dùm nặng cáo rồi đắt cho ta đặt hàng cái lầm như vậy chắc với trên màu anh ấy trên trên tạm parang là sao tại dương việt thở trong này khu sẽ lại do tầng ó thì nhé chắc tên là này nếu dương sủa report present hẹp ạ nè hàng account hay account bao nhiêu một xuôi
lấy mơ sai kha bao dương tăngประมาณ ហ្នឹង លក់ផ្លែប៉ោមបានប្រមាណ ចឹងយើងអាចឆ្លើយនេះផ្លែប៉ោមយើងលក់បានប៉ុណ្ណេះនៅអូស្ត្រាលីកាណាដាយើងលក់បានប៉ុណ្ណេះហើយនេះតែទេឡតដោយសារអីកាណាដាលក់ស្ដាយអត់បានទេការ៉ុតអត់បានទេយើងអាចមើលដល់ណាឃើញទេចាយើងអាច highlight ប្រឡែងមកយើងមើលដឹងទៀតថែមមើលថែម format បានទេ highlight cell rule cell rule អត់មានទេ cell rule equal to blank អត់មាន blank អត់មានរូបមន្តទេអត់ highlight blank គួរតែមានមកអត់យើងត្រូវទៅសេរូបមន្តមកស្មាញទៀតដែរ more rule cell value គឺ equal to blank គួរសេរូបមន្ត blank format អត់តោះអត់អីអានេះ pivot យើងពិបាកដាក់មិនដូចធម្មតាទេតោះអត់អីអញ្ចឹងយើងឃើញចន្លោះហ្នឹងវាអត់បានទៅមុខទៀតអញ្ចឹងជើបង្ហាញយើងអញ្ចឹងយើងមើលយើងឃើញនេះការលក់របស់យើងគឺតាមប្រទេសអញ្ចឹងទៅហើយកលឹមនេះឃើញកលឹមនីមួយនេះចាកលឹមគឺផលិតផលរបស់យើងអញ្ចឹងកន្លែងនៅខាងគៀននេះកលឹមគឺយើងដាក់បដាឃើញទេហើយកន្លែង filter category ចាយើងអាច filter category នៅលើមក category មានឲ្យយើងចង់ដឹងថែមទៀតថាលក់តាផ្លែឈើឯងអញ្ចឹងពពួកផ្លែឈើវាចេញមកតែពួកបន្លែអត់ចេញមកអញ្ចឹងយើងលក់តាមប្រទេសទៀតអញ្ចឹងទៅបើដាក់ទាំងអស់គឺចេញទាំងអស់ប៉ុណ្ណឹងនេះ pivot tab បងហើយដល់មុខទៀតគេធ្វើអីគេឆាតនេះគេដាក់ឆាតចាអញ្ចឹងឆាតហ្នឹងអាច filter ថែមទៀតពេលយើងធ្វើប័ណ្ណបង្ហាញណាអូខេអានេះគឺ amount តាមប្រទេសអាមេរិកហើយបើចង់មើលប្រទេសអីគេGermany អូខេមកគឺចេញ Germany អញ្ចឹងក្រាបទិន្នន័យលក់ Germany ហើយយើង filter បដាទៀតខាងគៀននេះ filter លក់ Apple នៅ Germany លក់បានប៉ុណ្ណឹងចាបាន 8000 ជាងហ្នឹងអញ្ចឹងសំបីតាឆាតហ្នឹងក៏អាច filter បាននៅនឹងឯងអញ្ចឹងពេលយើងរៀបចំរបាយការណ៍ហ្នឹងហើយយើងត្រូវ present បង្ហាញចាអានេះដាក់មកទាំងអស់ណាមកទាំងអស់ពិបាកមើលអូខេអញ្ចឹង pivot table នេះអត់ទាមទារឲ្យគ្នាយើងអនុវត្តអីច្រើនទេបងប្អូនទៅ download file របស់គេមានស្រាប់មកហើយយកមកមើលហើយដាក់ធ្វើដូចអ្នកគ្រូមិញហ្នឹងមកតែដាក់ pivot table filter មើលតាម country តាម category មើលចាហើយឲ្យដឹងថាផលប្រយោជន៍របស់ pivot table គឺបែបហ្នឹងឯងក្នុងករណីដែលបងប្អូនមានបងប្អូនអីគាត់ធ្វើការលក់ទំនិញមុំគាត់ចង់កត់ត្រាគាត់ចង់មើលរបាយការណ៍មើលអីប្រាប់គាត់ពីមុខងារហ្នឹងទៅក៏ងាយស្រួលសម្រាប់គាត់ដែរណាអញ្ចឹងយើងធ្វើអីយើងធ្វើបែប digital ណាសូម្បីតែ Excel នេះក៏យើងហៅថាការគ្រប់គ្រង data បែប digital ដែរយើងអត់សរសេរក្នុងសៀវភៅទេណាអូខេមានប៉ុណ្ណឹងអញ្ចឹងនេះយើងទៅលោកអារម្មណ៍ផ្សេងទៀតតើបើសិនជាយើងចង់ដឹងលម្អិតអំពី Excel ពួក Excel ធំណាស់នេះចាជាពិសេសចូលមើលមុខងារ
bà tao khuyên miên cái đây máy trong thôi nè bị phị ấy tớ mông rồi có trong đăng thang ó nè bị phị cái thơ mấy mơ tớ một nghi ấy khăn tớ lừa ca bị phị nè chà còn hạ đọt advan tớ một tiết thời ca chùm nè đăng tớ lừa sẽ tế hay có miên chùm nè đăng tớ lừa khang machine learning khang ấy khăn đài anh ấy hai advan data analyze nè nông nồng sơ tế một nghi bao nè bị phị nè bị phị mỗi tiết đã kháng cứ chết ngọt thấy chết rồi chùm lời chết ngọt mình lỡ tên là đấy trên mau bên nắng ạ chân ngọt ha hạt ấy bằng lụa ban bên nắng rô mùi hai để khơi và bây giờ khơi nhớ đăng ngày o nữa mau bị kỳ ngày nó ngày bồn ngày nó ngày bị xe ấy kỳ hiện tại chết ngọt chết xui rô mùi hai chân đó kia cho là pivot table nè thấy mình nè nè cho pivot table cho link tới đó nhưng mà đo thiệt nè nè hay tại download file nó giờ mà tay màu đó gì nữa ta ăn một nó